បាត់ប្រកេះដូចបាត់ក្បាលដូចបាត់វិញ្ញាណព្រលឹងបាត់ក្បាលដូចបាត់នៅមនសិការបាត់ក្បាលដូចបាត់នៅបញ្ញាបាត់ក្បាលគឺប្រៀបដូចជាបាត់នៅបារមីអនុភាពបាទជំរាបសួរបងប្អូនប្រជាជនខ្មែរទាំងអស់ជាទីគោរពជាទីរាប់អានខ្ញុំហែមសុភ័ណ្ឌជាអ្នកចងក្រងសិភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook និងជាអ្នកចងក្រងសិភៅមគ្គុទ្ទេសក៍ភាសាបុរាណខ្មែរក៏ដូចជាមគ្គុទ្ទេសក៍ទេសចរប្រចាំជាតិកម្ពុជាថ្ងៃនេះខ្ញុំធ្វើសេចក្តីបង្ហាញនៅទស្សនៈក៏ដូចជាគំនិតមួយចំនួនពាក់ព័ន្ធទៅនឹងរូបបដិមានៅតាមប្រាសាទទាំងឡាយគឺបាត់ប្រកេះតើហេតុអ្វីបានបាត់ប្រកេះតើការបាត់ប្រកេះនេះតំណាងឲ្យអ្វីអញ្ចឹងសូមតាមដានវីដេអូនេះជាមួយខ្ញុំហែមសុភ័ណ្ឌដូចតទៅបាទដូចបងប្អូនបានដឹងរួចទៅហើយថារូបចម្លាក់នីមួយៗនៅតាមប្រាង្គប្រាសាទក៏ដូចជានៅតាមទីវត្តអារាមនិងទីសាធារណៈគឺតំណាងឲ្យអំណាចព្រលឹងដូនតាក៏ដូចជាអំណាចនៃអាទិទេពឬក៏ទេវតាអង្គណាមួយដែលគេអ្នកកសាងគោរពបូជាតួយ៉ាងដូចនៅតាមប្រាង្គប្រាសាទបុរាណខ្មែរនៅទូទាំងប្រជាជាតិកម្ពុជាឬក៏មហានគរខ្មែរគឺឃើញមានរូបចម្លាក់ជាច្រើននៅតាមសាលក៏ដូចជានៅតាមបន្ទប់នីមួយៗរូបចម្លាក់ទាំងអស់នោះមានរូបចម្លាក់ជាច្រើនដែលមានអក្សរសិលាចារឹកចារអំពីឈ្មោះរបស់ក្សត្ររបស់ស្ដេចនិងរបស់ព្រាហ្មណ៍ក៏ដូចជារបស់ញាតិវង្សក៏ដូចជាមនុស្សល្បីៗដែលពួកគេកសាងឡើងដើម្បីតំណាងឲ្យឫទ្ធានុភាពដែលជះបារមីនៃព្រលឹងដូនតារបស់ពួកគេទាំងនោះបន្ទាប់ពីព្រលឹងដូនតារបស់យើងបានកសាងនៅរូបសំណាកទាំងអស់នោះពួកគាត់បានប្រសិទ្ធិនៅមុនគាថាទាំងឡាយដែលជាបាលីសំស្ក្រឹតឬក៏ជាភាសាអនុភាពរបស់ព្រះជាម្ចាស់ឬក៏អាទិទេពឬក៏ទេវតាបានបង្កើតឲ្យនៅរូបភាពនៃចម្លាក់ទាំងអស់នោះហើយជាចម្លាក់ដ៏ស័ក្តិសិទ្ធិនិងមានព្រលឹងវិញ្ញាណសន្ធិដ្ឋនៅបន្ទាប់មកអស់រយៈកាលរាប់រយពាន់ឆ្នាំព្រលឹងវិញ្ញាណដ៏ល្អទាំងឡាយព្រលឹងវិញ្ញាណដ៏មានដែលជះអានុភាពទាំងឡាយទាំងព្រលឹងវិញ្ញាណរបស់ដូនតារបស់យើងទៅតាមលំដាប់ឋានៈឋានានុក្រមនៃយស័ក្តិរបស់ពួកគាត់បានស្ថិតនៅឬគង់នៅក្នុងរូបចម្លាក់ទាំងអស់នោះដូច្នេះហើយបានជាប្រជារាស្ត្រខ្មែរនៅគ្រប់ជំនាន់តកូនតចៅបាននាំគ្នាគោរពបូជាផ្ដល់នៅសក្ការៈទាំងឡាយមានដូចជាទៀនធូបបារីមលូស្លាក៏ដូចជាគ្រឿងរណ្ដាប់បាយសីជាដើមឡាក់និងអាហារហូបចុករណ្ដាប់សែនព្រេងនានាជូនដល់ចម្លាក់ទាំងអស់នោះគឺប្រៀបដូចជាពួកគេបានថ្វាយជូននៅម្ហូបអាហារនិងគ្រឿងរណ្ដាប់ដែលជាតម្រូវការរបស់ព្រលឹងវិញ្ញាណដែលស្ថិតនៅក្នុងរូបទាំងនោះរួចហើយរូបទាំងណាក់ទាំងនោះត្រូវបានបន្តនៅគេដំណើរតនៅភាពស័ក្តិសិទ្ធិបន្តនៅភាពការពារកូនចៅរាជខ្មែរក៏ដូចជាប្រជាជាតិខ្មែរទាំងមូលតជំនាន់ជារៀងរហូតមកដោយសារតែអនុភាពនៃព្រលឹងដូនតានោះហើយទើបខ្មែរយើងបានបន្តការគោរពនៅបូជាពុទ្ធសាសនាក្តីព្រហ្មញ្ញសាសនាក្តីក៏ដូចជាព្រលឹងជំនឿជីវចលក្តីដែលជាព្រលឹងវិញ្ញាណដូនតាគឺមេដឹកនាំខ្មែរក៏ដូចជារាជខ្មែរនិងអ្នកធ្វើកិច្ចការងារដើម្បីការពារនគរខ្មែរមានសេចក្តីអង់អាចក្លាហានការពារប្រទេសជាតិក៏ដូចជាកសាងសង្គមឲ្យមានភាពរីកចម្រើននិងជឿនលឿនជានិច្ចកាលមិនឲ្យចាញ់ប្រទេសជិតខាងនិងប្រទេសនៅក្នុងសកលជាដាច់ខាតដូច្នេះក្នុងនាមខ្ញុំជាមគ្គុទ្ទេសក៍ទេសចរប្រចាំជាតិកម្ពុជាក៏ដូចជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរនិងជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍សត្វបុរាណខ្មែរពិតរីករាយនិងពិតមានមោទនភាពប៉ះសិនបើរូបទាំងសំណាក់ទាំងឡាយដែលបាត់ប្រកេះទាំងនេះត្រូវបានរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរជាសេនាធិការរបស់រដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការដាក់ជំនួសនៅប្រកេះពេញលេញមិនថាជាប្រកេះដើមឬក៏ជាប្រកេះចម្លងនោះទេមួយវិញទៀតដើម្បីបង្ហាញអំពីភាពតាក់ទាញវិស័យទេសចរដើម្បីភ្ញៀវបរទេសបានស្គាល់អំពីកេរដំណែលវប្បធម៌ខ្មែរព្រលឹងដូនតាខ្មែរអានុភាពនៃរូបចម្លាក់ខ្មែរពីខ្ញុំហែមសុភ័ណ្ឌអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook និងជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍ប្រាសាទបុរាណខ្មែរក៏ដូចជាមគ្គុទ្ទេសក៍ទេសចរប្រចាំជាតិកម្ពុជាStop playing.